ជំរាបសួរបងប្អូនចានេះគឺជាប្រភេទត្រីរៀលតាមរដូវកាលបងប្អូនមុននឹងបានត្រីរៀលដ៏ឈ្ងុយឆ្ងាញ់ចាដែលប្រជាជនខ្មែរយើងនិយមចូលចិត្តនៅចុងឆ្នាំចាជាទូទៅត្រីរៀលវាតែងតែសម្បូរចាតែងតែត្រូវនៅចុងឆ្នាំចាជាទូទៅខែ11 12ខែ1ចុងឆ្នាំអញ្ចឹងណាបងប្អូនចឹងមុននឹងបានត្រីដ៏ឈ្ងុយឆ្ងាញ់ប្រៃផ្អែមទឹកខ្ញីមួយចានដែលនាងខ្ញុំបង្ហាញដំបូងហ្នឹងគឺជាដំបូងយើងត្រូវទៅរើសត្រីចាត្រីដែលយើងទិញហ្នឹងគឺត្រូវតែស្រស់ថ្មីចាបងប្អូនឃើញហើយយើងរើសម្ដងមួយដើម្បីឲ្យបានត្រីដែលល្អថ្មីស្រស់មិនមែនជាត្រីដែលបង្កកមិនមែនជាត្រីដែលពុកសាច់បាក់សាច់ទេចាគឺយើងចម្រាញ់យកតែត្រីដែលថ្មីស្រស់យើងមកធ្វើអញ្ចឹងណាបងប្អូនចានេះគឺជាប្រភេទត្រីរៀលចាសម្បូរដោយខ្លាញ់ហើយជាទូទៅបងប្អូនយើងយកទៅធ្វើជាត្រីប្រហុកសម្រាប់តូចឬក៏ធុនកដាលអញ្ចឹងណាវាមានតាមຂະຫນាតចាសម្រាប់ຂະຫນាតដែលខ្ញុំយកមកធ្វើនេះគឺជាຂະຫນាតធំចាຂະຫນាតធំគឺយើងធ្វើប្រឡាក់ត្រីអញ្ចឹងទៅត្រីប្រឡាក់អញ្ចឹងទៅឆ្ងាញ់បងប្អូនចាពេលដែលយើងអាំងញ៉ាំណាចាអញ្ចឹងពេលដែលយើងរើសហើយយើងត្រូវតែធ្វើវាស្អាតចាអញ្ចឹងយើងកាត់ក្បាលចាអញ្ចឹងពេលខ្លះយើងអាចទុកទឹកក្បាលទៀតដោយសារក្បាលត្រីក៏ឆ្ងាញ់ដែរបងប្អូនពេលដែលយើងអាំងទៅមានរសជាតិឆ្ងាញ់ចាស្រួយឈ្ងុយចាអញ្ចឹងយើងធ្វើត្រីដែលស្អាតអញ្ចឹងបងប្អូនយើងធ្វើបែបហ្នឹងយើងសកាត្រីយើងកាត់ព្រុយកាត់ខ្នងព្រុយពួយហើយចាបានយើងពុះវាជា2ចាវះជា2ចាអញ្ចឹងបងប្អូនឃើញត្រីយើងឡើងពណ៌កាឈុកស្អាតមែនតែនល្អមែនតែនចាគឺបង្ហាញយ៉ាងច្បាស់ថាគឺជាប្រភេទត្រីស្រស់ចាត្រីរៀលស្រស់តែម្ដងយ៉ាងថ្មីស្រស់មិនមែនជាត្រីដែលពុកសាច់ដូចខ្ញុំបញ្ជាក់ហើយម្ដងទៀតត្រីបាក់សាច់ត្រីអន់សាច់ត្រីខ្លះសេតកកចាយកមកធ្វើត្រីងៀតទេចាត្រីរៀលប្រឡាក់ប្រៃផ្អែមទឹកខ្ញីយើងទេចាអញ្ចឹងយើងធ្វើម្ដងមួយចាបងស្រីគាត់ជាអ្នកធ្វើត្រីហ្នឹងគឺគាត់ធ្វើស្អាតមែនតែនជាទៅយើងប្រាប់គាត់ឲ្យគាត់ជួយជាប្រឡាក់អញ្ចឹងទៅគាត់ជួយធ្វើឲ្យយើងតាមតម្រូវការរបស់យើងហ្នឹងបងប្អូនចានេះបានគេហៅថាអ្នកជំនាញលក់ត្រីចាអញ្ចឹងយើងវះគៀខ្លាញ់គៀពុះវាចេញម្ដងមួយអញ្ចឹងណាបងប្អូនយើងធ្វើចំណាយពេលយូរបងប្អូនត្រីសម្រាប់2គីឡូកន្លះនេះយើងធ្វើរយៈពេលយូរចាអញ្ចឹងយើងធ្វើដដែលអញ្ចឹងម្ដងទៀតរហូតដល់អស់ត្រីរបស់យើងអញ្ចឹងណាបងប្អូនឃើញយើងធ្វើរយៈគណៈថាព្រឹកព្រៀងសម្រិតសម្រាំងអញ្ចឹងណាអត់ចេះធ្វើលំយកតែបានទេបងប្អូនចាអត់ទេគឺយើងធ្វើញ៉ាំដោយស្អាតដោយអនាម័យដោយគុណភាពសុវត្ថិភាពចាពួករបស់យើងញ៉ាំត្រូវគិតពីសុវត្ថិភាពអនាម័យគុណភាពបងប្អូនញ៉ាំដើម្បីឲ្យមានសុខភាពល្អយើងត្រូវគិតពីសុខភាពជាចម្បងណាបងប្អូនចាចឹងបងប្អូនឃើញយើងធ្វើបានមួយកញ្ច្រែងធំចា2គីឡូកន្លះនេះគឺបានច្រើនមែនតែនចាអញ្ចឹងយើងធ្វើម្ដងមួយរហូតដល់អស់អញ្ចឹងណាបងប្អូនចាបងប្អូនឃើញត្រីយើងមានពណ៌ផ្កាឈូកស្រស់ចាការឈូកស្រស់គឺបង្ហាញថាសាច់ត្រីយើងជាត្រីស្រស់ចាអញ្ចឹងយើងបង្ហាញបែបនេះចាហើយនេះក៏ជាសកម្មភាពចាប់ផ្ដើមរបស់នេះខ្ញុំនៅផ្ទះផងដែរចាបងប្អូនឃើញយើងធ្វើចាដោយសម្រិតសម្រាំងដោយគុណភាពណានេះគឺជាការលាងសម្អាតត្រីរបស់នាងខ្ញុំចាគឺយើងប្រើទឹកលាងសម្អាតមិនសំចៃដៃចាគឺយើងចាក់ចូលក្នុងកធុនធំមួយចឹងទៅចាយើងចាចាក់ចេញអស់មកកុំទុកស្ដាយសណោះចាគឺយើងលាងត្រីឲ្យស្អាតដើម្បីឲ្យកាត់ជាតិឆ្អាបអស់ខ្លាញ់ដើម្បីពេលដែលយើងប្រឡាក់ទៅឆ្ងាញ់ណាបងប្អូនចាចឹងយើងលាងត្រីចាបងប្អូនមើលសកម្មភាពខ្ញុំលាងត្រីចាទាំងស្រុងតែម្ដងចាខ្ញុំអត់ចាប់បាច់រៀបរាប់ទេបងប្អូនគឺបងប្អូនឃើញច្បាស់តែម្ដងយើងបើកប្រហូរទឹកលាងចាលាងម្ដងហើយម្ដងទៀតម្ដងមួយគីខ្លាញ់គីពុះចេញទាំងអស់ចាបងប្អូនមើលដោយកុំពេចភ្នែកបងប្អូនខ្ញុំដាក់វីដេអូទាំងស្រុងជូនមកមើលតែម្ដងចាគឺយើងធ្វើវាស្អាតចាសកាពុះសកាខ្នងសកាអីម្ដងទៀតណាបងប្អូនចាបងប្អូនដូចរៀបរាប់ខាងដើមមកអញ្ចឹងគឺយើងលាងសម្អាតម្ដងមួយចាគឺយើងកោសសកាកោសខ្លាញ់ចាលាងសម្អាតម្ដងមួយបងប្អូនមើលវីដេអូនេះខ្ញុំបង្ហាញពីចាប់ពីពេលនេះតទៅបងប្អូនឃើញទេគឺត្រីរបស់យើងចាគឺមានសភាពដំបងគឺបែបនេះចាប៉ុន្តែនាងខ្ញុំត្រូវតែលាងសម្អាតច្រើនទឹកច្រើនដងចាកោសខ្លាញ់គៀខ្លាញ់បងប្អូនមើលចាគឺម្ដងមួយគឺយើងត្រីយើងតូចចឹងបងប្អូនចឹងយើងត្រូវតែស្អាតធ្វើម្ដងមួយជារឿងសំខាន់បងប្អូនចាចាំបាច់ណាស់
យើងមិនអាចធ្វើលំបានទេបងប្អូនបើសិនជាយើងធ្វើមិនស្អាតខ្លាញ់ត្រីវានឹងខាវានឹងធ្វើឲ្យត្រីយើងមានក្លិនឆ្អាបគឺមិនគួរឲ្យចង់ញ៉ាំទេបងប្អូនយើងខំចំណាយពេលវេលាចំណាយថវិកាចាចំណាយគ្រឿងផ្សំនិយាយទៅយើងចង់បានតែរបស់ដែលថ្មីស្រស់ស្អាតឆ្ងាញ់ញ៉ាំទៅមានសុវត្ថិភាពអនាម័យចាញ៉ាំដោយទំនុកចិត្តអញ្ចឹងនាងខ្ញុំសុខចិត្តអង្គុយកោសសកាកោសខ្លាញ់ចាលាងម្ដងហើយម្ដងទៀតដើម្បីបងប្អូនបានញ៉ាំទៅឆ្ងាញ់ចាព្រោះជាត្រីធម្មជាតិត្រីត្រូវតាមរដូវកាលបងប្អូនមិនមានជាប្រចាំដូចជាត្រីផ្សេងត្រីផ្ទក់ត្រីរ៉ស់ត្រីឆ្ដោឬក៏ត្រីមានចកាមានត្រីចកែងត្រីឆ្ពិនឬក៏ត្រីអីផ្សេងនេះបងប្អូនត្រីរៀលគឺសម្បូរតែពេលចាប់ផ្ដើមសម្បូរតែពេលចុងឆ្នាំឯងបងប្អូនហើយរយៈពេលហ្នឹងក៏ខ្លីណាស់ដែរអញ្ចឹងជាប្រភេទដែលត្រូវតាមពេលវេលាចុងឆ្នាំមកបងប្អូនត្រីតាមរដូវកាលចាអញ្ចឹងបងប្អូនមើលសកម្មភាពខ្ញុំធ្វើបានព្រោះសកម្មភាពខ្ញុំធ្វើថតជូនបងប្អូនទាំងស្រុងតែម្ដងMy shadows curve Silver moves we don't deserve Streetlights blinking time with us Turning dust to golden rust Dancing in the moonlight No steps, just the right light Was asleep, we're wide awake Making dreams with every shade Dancing in the moonlight No steps, just the right light World's asleep, we're wide awake Making dreams with every shade Let the dawn wait at the gate We got hours to levitate Even when the music's gone Our silent dance keeps spinning on Dancing in the moonlight No steps, just the right light World's asleep, we're wide awake Making dreams with every shade Dancing in the moonlight No steps, just the right light World's asleep, we're wide awake Making dreams with every shade Let the dawn wait at the gate We got hours to levitate Even when the music's gone Our silent dance keeps spinning on Barefoot on the summer grass Moonlight pours like liquid glass No band plays, just crickets hum But our bodies find the drum Your hands trace my shadows curve Silver moves we don't deserve Streetlights blinking time with us Turning dust to golden rust Dancing in the moonlight No steps, just the right light Was asleep, we're wide awake Making dreams with every shade Dancing in the moonlight No steps, just the right light
shadows curve. Silver moves we don't deserve. Streetlights blinking time with us, turning dust to golden rust. Dancing in the moonlight. No steps, just the right light. World's asleep, we're wide awake. Making dreams with every shade. Dancing in the moonlight. No steps, just the right light. World's asleep, we're wide awake. Making dreams with every shade. Let the dawn wait at the gate. We got hours to levitate. Even when the music's gone, our silent dance keeps spinning on. Dancing in the moonlight. No steps, just the right light. World's asleep, we're wide awake. Making dreams with every shade. Dancing in the moonlight. No steps, just the right light. World's asleep, we're wide awake. Making dreams with every shade. Let the dawn wait at the gate. We got hours to levitate. Even when the music's gone, our silent dance keeps spinning on. Barefoot on the summer grass, moonlight pours like liquid glass. No band plays, just crickets hum, but our bodies find the drum. Your hands trace my shadows curve. Silver moves we don't deserve. Streetlights blinking time with us, turning dust to golden rust. Dancing in the moonlight. No steps, just the right light. World's asleep, we're wide awake. Making dreams with every shade. Dancing in the moonlight. No steps, just the right light. World's asleep, we're wide awake. Making dreams with every shade. Let the dawn wait at the gate. We got hours to levitate. Even when the music's gone, our silent dance keeps spinning on. Dancing in the moonlight. No steps, just the right light. World's asleep, we're wide awake. Making dreams with every shade. Dancing in the moonlight. No steps, just the right light. World's asleep, we're wide awake. Making dreams with every shade. Let the dawn wait at the gate. ចានេះគឺជាលទ្ធផលដែលយើងបានលាងស្អាតដូចជាចុងក្រោយបងប្អូនឃើញទេដូចខ្ញុំបានបង្ហាញនៅក្នុងវីដេអូខាងមុខហ្នឹងអញ្ចឹងត្រីយើងលាងសម្អាតតតែស្អាតមានសភាពបែបហ្នឹងបានយើងយកជាផ្លូវការចាលាងម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតចាតតែត្រីយើងអស់ខ្លាញ់អស់រំអិលអស់សកាចាមានសភាពនិយាយទៅស្អាតតែម្ដងចាclean ណាបងប្អូន clean ណាម៉ៃស្អាតចាមិនមានខ្លាញ់មិនមានសកាចាគឺបានយើងយកមកប្រឡាក់គ្រឿងចា ចា
ចាដល់វគ្គនេះខ្ញុំបាន voice over ទេគឺយើងធ្វើថតវីដេអូថតផ្ទាល់ហ្មងនៅក្នុងនេះគឺចាគឺជាគ្រឿងទឹកគ្រឿងដែលយើងបានសួស្តីបងប្អូនផឹកហ្នឹងម៉ោង 8 ហ្នឹងឥឡូវខ្ញុំចាប់ផ្ដើមហាលត្រីខ្ញុំអត់បានហាលពេញមួយថ្ងៃម្សិលមិញគឺយើងចាប់ផ្ដើមហាលម៉ោង 3 ចាអញ្ចឹងបងប្អូនឃើញនេះគឺត្រីដែលយើងបានតម្រៀបហើយចាម្សិលមិញគឺពេញកញ្ឆេតែដល់ពេលវាស្រកទៅចាអញ្ចឹងគឺនៅសល់ជាងពាក់កណ្ដាលចាអញ្ចឹងយើងហាលមកព្រឹកនឹងទៀតអញ្ចឹងនៅសល់សំណើមប្រហែលជា60-70% បាទខ្ញុំរៀបចំពីខ្ចប់ជូនភ្ញៀវចាអញ្ចឹងបើសិនជាបងប្អូនចង់ញ៉ាំអាចកំងកក់ទុកមុនមកដើម្បីឲ្យនាងខ្ញុំរៀបចំជូនចាព្រោះត្រីយើងថ្មីស្រស់ហើយត្រូវការចំណាយពេលវេលាហាលឲ្យវាស្ងួតល្មមត្រឹម60-70% ដល់មានសំណើមមិនមានរសជាតិឆ្ងាញ់ចាអញ្ចឹងបងប្អូនចង់ញ៉ាំអាចកំងបានចាត្រីរៀលទឹកខ្ញីត្រីផ្អែមឆ្ងាញ់ចារសជាតិឆ្ងាញ់ហើយលក្ខណៈគ្រួសារណាបងប្អូននិយាយទៅត្រីធម្មជាតិហ្មងបងប្អូនខ្ញុំធ្វើផ្ទាល់គ្រឿងផ្សំស្ករត្នោតអំបិលស្ករប៊ីចេងគឺទឹកខ្ញីគឺសុទ្ធតែរបស់ធម្មជាតិបងប្អូនជំរាបលាអញ្ចឹងបងប្អូនមើលសកម្មភាពដែលខ្ញុំបង្ហាញមុនហ្នឹងហើយនេះគឺជាត្រីដែលយើងហាលចាបន្ថែមទៀតរយៈពេលប្រហែល2 ទៅ 3 ម៉ោងទៀតអញ្ចឹងឲ្យវាមានសំណើមនៅសល់មានសំណើមខ្លះដើម្បីឲ្យពេលយើងអាំងជៀនទៅឆ្ងាញ់ចាអញ្ចឹងនេះគឺជាត្រីរៀលចាម្ទេសក្រៃផ្អែមទឹកខ្ញីរសជាតិគ្រួសារឈ្ងុយឆ្ងាញ់ចាមានតាមរដូវកាលចានិយាយទៅត្រីញៀតត្រីរៀលតាមរដូវកាលរបស់យើងបងប្អូនឃើញទេគឺមានសភាពស្ងួតព្រើងតែម្ដងចាថ្ងៃនេះគឺមេឃបើកថ្ងៃល្អគឺស្ងួតព្រើងតែម្ដងបងប្អូនអើយញ៉ាំបាយកកបាយក្តៅទៅឆ្ងាញ់តែម្ដងចាត្រីញៀតត្រីផ្អែមហឹលចាញៀតដាក់ម្ទេសហុយហឹលចាគឺម្ទេសហុយដែលខ្ញុំធ្វើផ្ទាល់ដៃណាស្ករត្នោតធម្មជាតិប្អូនឡើងខាងកំពង់ធំគ្រឿងផ្សំសិតតែគ្រឿងផ្សំធម្មជាតិទាំងអស់ចាបងប្អូននេះកំពុងតែរៀបចំត្រីជូនភ្ញៀវចាម្សិលមិញគាត់បានកំងអញ្ចឹងម្សិលមួយថ្ងៃចាគាត់ទៅខាងកោះពេជ្រអញ្ចឹងឥឡូវកំពុងរៀបចំជូនគាត់ដែរកាគឺត្រីរៀលប្រហែលផ្អែមទឹកខ្ញីរបស់យើងចាត្រីតាមរដូវកាលចាំបងប្អូនមើលអញ្ជើញជាមួយខ្ញុំគឺ1 គីឡូគឺ1 គីឡូចាចឹងត្រីទឹកខ្ញីរបស់យើងគឺមានសភាពបែបនេះបន្ទាប់ពីយើងហាលម្សិលមិញម៉ោង 3 ដល់ម៉ោង 6 ល្ងាចអស់ថ្ងៃចាហើយព្រឹកមិញម៉ោង 7 កន្លះដល់ម៉ោង 10 កន្លះនេះគឺស្ងួតមានសភាពបែបនេះចានិយាយទៅប៉ុណ្ណឹងនៅមានសំណើមឆ្ងាញ់ណាបងប្អូនចាបើសិនជាយកស្ងួតជាងហ្នឹងគឺវាស្រួយឆ្ងាញ់តែលក្ខណៈស្រួយវាអត់មាននៅសំណើមរបស់ត្រីទេអញ្ចឹងនៅប៉ុណ្ណឹងគឺពេលដែលយើងបំពងឬក៏យើងអាំងឬក៏យើងចៀនគឺឆ្ងាញ់ណាបងប្អូនចាញ៉ាំជាមួយនឹងបាយកកបាយក្តៅបាយស្រូបទឹកអីនិយាយទៅរសជាតិត្រីផ្អែមល្មមលក្ខណៈគ្រួសារបងប្អូនត្រីផ្អែមលក្ខណៈគ្រួសារចាឆ្ងាញ់រសជាតិស្រាលល្មមណាអត់ដិតអត់ធ្ងន់ទេនិយាយទៅលក្ខណៈគ្រួសារគីឡូបានច្រើនណាស់បងប្អូនព្រោះពេលហាស្ពុតទៅត្រីហ្នឹងវាស្រាលស្ដើងណាខ្ញុំធ្វើហ្នឹងគឺលក្ខណៈចែកគ្នាញ៉ាំហ្នឹងបងប្អូនដោយសារត្រីហ្នឹងវាមានតែពេលហ្នឹងឯងពេលចាប់រដូវចុងខែហ្នឹងទៅគឺអត់មានទេចាវាត្រូវតែពេលយើងធ្វើប្រហុកចាឃើញបងប្អូនកន្លះគីឡូបានច្រើនណាស់ណា